បើសិនជាយើងក៏លេខមកមើលចំនួនការ៉េនៃអ្វីមួយឧបមាថាយើងមាន x ការ៉េស្មើឲ្យ4បើសិនជាយើងចង់រកតម្លៃ x អញ្ចឹងយើងបំពាក់រឹសទី2ឲ្យ4មកយើងទទួលបានបូកដក2តែជាធម្មតាយើងអាចរករឹសនៃចំនួនអវិជ្ជមានបានទេឧបមាថាខ្ញុំមាន x ការ៉េស្មើឲ្យដក1អញ្ចឹងខ្ញុំមិនអាចរក x ស្មើឲ្យបូកដករឹសដក1បានទេដោយសាររឹសដក1ហ្នឹងវាអត់មានតម្លៃអីទេមូលហេតុដែលខ្ញុំនិយាយអញ្ចឹងដោយសារតែ x អាចមានតម្លៃ2 x អាចជាតម្លៃវិជ្ជមានឬក៏អវិជ្ជមានអញ្ចឹងបើសិនជា x មានតម្លៃវិជ្ជមានបើខ្ញុំយកវាទៅការ៉េខ្ញុំទទួលបានវិជ្ជមានគុណឲ្យវិជ្ជមានគឺបានតម្លៃវិជ្ជមានអញ្ចឹង2គុណ2អីស្មើ4 3គុណ3ស្មើ9អីចឹងណាហើយបើសិនជាអវិជ្ជមានយើងយកវាទៅការ៉េគឺអវិជ្ជមានគុណឲ្យអវិជ្ជមានយើងទទួលបានតម្លៃវិជ្ជមានដូចគ្នាណាដូចដក3ការ៉េបាន9ដក4ការ៉េបាន16អញ្ចឹងមានន័យថាគ្មានតម្លៃពិតណាដែលអាចជារឹសនៃចំនួនអវិជ្ជមានបាននេះមិនអាចជារឹសទី2ឬការ៉េនៃចំនួនអវិជ្ជមានបាននេះតែឥឡូវយើងមកស្គាល់ចំនួនថ្មីមួយតាមអក្សរ e ដែល e នោះគេឲ្យតម្លៃវាស្មើឲ្យរឹសនៃដក1អញ្ចឹងឥឡូវមានហើយមានចម្លើយចំពោះ x ឯមិញយើងថា x ស្មើឲ្យបូកដករឹសនៃដក1ណាចាឥឡូវវាស្មើឲ្យបូកដក e បាទចំពោះលក្ខណៈផ្សេងនៃ e គឺលក្ខណៈស្វ័យគុណរបស់វាបើសិនជា e ស្មើឲ្យរឹសនៃដក1អញ្ចឹង e ការ៉េស្មើឲ្យរឹសនៃដក1ការ៉េអញ្ចឹងរឹសនោះបាត់ចោលស្មើឲ្យដក1បើសិន e យើងយកទៅគីបអញ្ចឹងយើងទទួលបាន e ការ៉េគុណឲ្យ e អញ្ចឹងបានដករឹសដក1ហើយបើសិនជាយើងយក e ស្វ័យគុណ4គឺបាន e ការ៉េលើកជាការ៉េអញ្ចឹងដក1ការ៉េបាន1ហើយបើសិនជាយើងធ្វើតទៀតលំនាំហ្នឹងវាវិលជុំវិញលំនាំនេះអញ្ចឹងមានន័យថាម៉េចមានន័យថាបើសិនខ្ញុំយក e ស្វ័យគុណ5អញ្ចឹងវាគួរតែស្មើឲ្យរឹសនៃដក1មូលហេតុអីដោយសារតែ e ស្វ័យគុណ5ហ្នឹងយើងយកវាស្មើឲ្យ e ស្វ័យគុណ4គុណឲ្យ e អញ្ចឹង1គុណឲ្យរឹសនៃដក1បានរឹសដក1ហើយបើសិនជា e ស្វ័យគុណ6គ្រាន់តែយក e ស្វ័យគុណ4នេះដែលស្មើ1យកទៅគុណនឹង e ស្វ័យគុណ2អញ្ចឹងស្មើឲ្យដក1អញ្ចឹងយើងឃើញថាលេខយើងធំប៉ុណ្ណាក៏ដោយក៏វាវិលក្នុងវដ្តមួយនេះដែលវាចូលតាមគន្លង e ការ៉េ e ស្វ័យគុណ3និង e ស្វ័យគុណ4អញ្ចឹងឧទាហរណ៍ខ្ញុំមាន e ស្វ័យគុណ2026e ស្វ័យគុណ2026ណាអញ្ចឹងមិញយើងចង់រកផលគុណនៃ4ផលគុណនៃ4ណាមួយដែលធំចិត្តដល់2026ហើយយើងឃើញថាផលគុណនោះគឺ2020សំទោស2024ណា2024អញ្ចឹងនៅសល់ e ការ៉េហើយពី e ស្វ័យគុណ2024គឺស្មើ1 e ការ៉េគឺស្មើឲ្យដក1អញ្ចឹង e ស្វ័យគុណ2026ស្មើឲ្យដក1